យន្តហោះដ្រូនអ៊ុយក្រែនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅក្នុងតំបន់វ៉ុលកូក្រាតរបស់រុស្ស៊ីការវាយប្រហារនេះគឺជាការវាយប្រហារលើកទី2នៅក្នុងរយៈពេលជិត3ខែមកនេះបើតាមសម្ដីរបស់អគ្គសេនាធិការអ៊ុយក្រែននៅថ្ងៃប្រហ័សសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងតាមដានសង្គ្រាមថាមពលរវាងរុស្ស៊ីនិងអ៊ុយក្រែនការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងវ៉ុលកូក្រាតនេះវាគឺជាសញ្ញាដែលបញ្ជាក់ច្បាស់ថាអ៊ុយក្រែនគឺកំពុងតែបង្កើនយុទ្ធសាស្ត្រវាយប្រហារគោលដៅយុទ្ធសាស្ត្រនៅខាងក្នុងទឹកដីរុស្ស៊ីគឺដើម្បីកាត់បន្ថយចំណូលប្រេងរបស់រុស្ស៊ីផងដែរចំណែកឯមន្ត្រីរុស្ស៊ីគឺមិនបានបញ្ជាក់អំពីការវាយប្រហារនោះទេបើទោះបីជាអភិបាលតំបន់បាននិយាយថាយន្តហោះដ្រូនគឺបានបង្កឲ្យមានអគ្គិភ័យនៅទីតាំងឧស្សាហកម្មដែលមិនបានបញ្ជាក់មួយនេះចឹងបងប្អូនទាំងអស់គ្នាពេលច្រើននៅរុស្ស៊ីគឺតែងតែបដិសេធឬក៏បង្រួមកំពុងនៃការធ្វើខាតដែលបានបង្កឡើងដោយដ្រូនរបស់អ៊ុយក្រែននៅក្នុងការបដិសេធឬក៏បង្រួមទំហំនៃការធ្វើខាតនេះគឺដើម្បីរក្សាស្ថិរភាពផ្លូវចិត្តរបស់ប្រជាជននិងក៏ដើម្បីជៀសវាងអំពីការបង្ហាញភាពទន់ខ្សោយផងដែរអគ្គសេនាធិការអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការវាយប្រហារគឺបានកាត់ឡើងកាលពីថ្ងៃមុនរោងចក្រចម្រាញ់ប្រេងនេះគឺជារបស់ក្រុមហ៊ុនផលិតប្រេងអ៊ែនតាម៉ែនិងប្រេងរំកិលធំជាងគេនៅក្នុងស្រុកសហព័ន្ធភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនដោយរោងចក្រមួយនេះគឺបានចម្រាញ់ប្រេងឆៅប្រមាណជា15លានតោននៅក្នុងមួយឆ្នាំគឺប្រហែលជា 5.5% នៃសមត្ថភាពចម្រាញ់ប្រេងសរុបរបស់ប្រទេសនេះអ៊ុយក្រែនបានផ្ដោតទៅលើរោងចក្រនេះគឺព្រោះថាវាមានសមត្ថភាពខ្ពស់នៅក្នុងការផលិតប្រេងសម្រាប់ទីផ្សារក្នុងស្រុកហើយវាក៏ជាទីតាំងនៃការនាំចេញរបស់រុស្ស៊ីផងដែរការបំផ្លាញទីតាំងនេះគឺដើម្បីកាត់ផ្តាច់ប្រភពថវិកាដែលរុស្ស៊ីគឺត្រូវការប្រើសម្រាប់ការឈ្លានពានទ្រង់ទ្រាយធំរុស្ស៊ីនិងអ៊ុយក្រែនបានផ្លាស់ប្ដូរការវាយប្រហារគ្នាទៅវិញទៅមកស្ទើរតែរាល់ថ្ងៃគឺការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកនៅខណៈពេលដែលកិច្ចខំប្រឹងប្រែងការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមជិត4ឆ្នាំនេះក៏ដោយគឺមិនមានផលប៉ះពាល់ទៅលើសមរភូមិឡើយនៅត្រង់នេះគឺបានបង្ហាញថាសង្គ្រាមមួយនេះគឺបានជួបគៀនហើយកិច្ចខំប្រឹងប្រែងការទូតអន្តរជាតិហាក់ដូចជាគ្មានឥទ្ធិពលទេនាពេលបច្ចុប្បន្ននេះដូច្នេះហើយសង្គ្រាមបានក្លាយទៅជាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជំនួសមកវិញការវាយប្រហារដោយដ្រូនរយៈចំណាយឆ្ងាយរបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីគឺមានគោលបំណងកាត់ផ្តាច់ចំណូលពីការនាំចេញប្រេងរបស់ទីក្រុងមូស្គូដែលរុស្ស៊ីត្រូវការដើម្បីបន្តការឈ្លានពានពេញទំហឹងនេះគឺជាយុទ្ធសាស្ត្រសេដ្ឋកិច្ចយោធាអ៊ុយក្រែនចង់ឲ្យរុស្ស៊ីខ្សឹកខ្សោយផ្នែកហិរញ្ញវត្ថុដែលបានវាយប្រហារទៅលើបេះដូងសេដ្ឋកិច្ចរបស់ខ្លួនគឺជាឧស្សាហកម្មប្រេងរុស្ស៊ីចង់បំផ្លាញបណ្ដាញអគ្គិសនីរបស់អ៊ុយក្រែនដែលបានព្យាយាមបដិសេធមិនឲ្យជនស៊ីវិលទទួលបានកម្ដៅនិងពន្លឺរួមទាំងទឹកស្អាតផងដែរដែលមន្ត្រីនៅទីក្រុងគៀវបាននិយាយថាគឺជាការប៉ុនប៉ងប្រើប្រាស់រដូវរងាធ្វើជាអាវុធចំណែកឯរុស្ស៊ីវិញគឺបានផ្ដោតទៅលើការវាយប្រហារជនស៊ីវិលដោយអត្តសធាតុដោយប្រើប្រាស់រដូវរងាធ្វើជាអាវុធនេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរដែលមិនអាចទទួលយកបានពីសំណាក់អ៊ុយក្រែនមកកាន់រុស្ស៊ីហើយក៏បានបង្ហាញថារុស្ស៊ីចង់បំបាក់ស្មារតីប្រជាជនអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាបណ្ដាប្រទេសបរទេសគឺកំពុងតែជួយទីក្រុងគៀវនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីថែរក្សាបណ្ដាញអគ្គិសនីឲ្យនៅដំណើរការចំពេលដែលរុស្ស៊ីគឺកំពុងតែវាយលុកទោះបីជាមានការវាយប្រហារក៏ដោយក៏អ៊ុយក្រែននៅតែអាចត្រួតត្រងបានគឺដោយសារតែជំនួយពីសម្ព័ន្ធមិត្តអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលបានផ្គត់ផ្គង់ឧបករណ៍និងជំនាញជួសជុលបន្ទាន់នៅស្ទើរតែរាល់ថ្ងៃវិស្វករអគ្គិសនីរបស់យើងគឺកំពុងតែជួសជុលនិងសេវាសង្គ្រោះបន្ទាន់នៃរដ្ឋអ៊ុយក្រែនដែលកំពុងតែអនុវត្តការស្ដារឡើងវិញនៅទីកន្លែងបន្ទាប់ពីការវាយប្រហារគឺនៅតែកើតមានទូទាំងចំណុចផ្សេងៗជាពិសេសគឺនៅសហគមន៍របស់យើងនិងជាពិសេសនៅជិតព្រំដែនរុស្ស៊ីរួមទាំងជួរមុខផងដែរនេះបើតាមសម្ដីលោក Zelensky បាននិយាយកាលពីថ្ងៃពុធសម្ដីរបស់លោក Zelensky បានបញ្ជាក់ថាការខិតខំប្រឹងប្រែងជួសជុលនិងមានភាពមមាញឹកគឺប្រកបទៅដោយហានិភ័យខ្ពស់ក៏ព្រោះតែការវាយប្រហារគឺបានកើតឡើងជាប្រចាំជាពិសេសនៅតំបន់ជិតសមរភូមិដូចគ្នានេះផងដែរក្រុមអ្នកបំផ្លិចបំផ្លាញនៅខាងក្នុងប្រទេសរុស្ស៊ីគឺបានដុតក្បាលរថភ្លើងរាប់សិបគ្រឿងនៅក្នុងគោលបំណងគឺដើម្បីរារាំងភូស្ភារបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនេះបើតាមការឲ្យដឹងរបស់ទីភ្នាក់ងារស៊ើបអង្កេតអ៊ុយក្រែននៅខែប្រហ័សដូច្នេះនេះគឺជាទម្រង់ថ្មីនៃការប្រយុទ្ធរបស់អ៊ុយក្រែនវាគឺជាការប្រើប្រាស់ភ្នាក់ងារសម្ងាត់ឬក៏ក្រុមប្រឆាំងនៅខាងក្នុងទឹកដីរុស្ស៊ីក្នុងការដុតក្បាលរថភ្លើងនេះគឺមានគោលបំណងបំផ្លាញទៅដល់ការផ្គត់ផ្គង់យោធារបស់រុស្ស៊ីក្រុម Freedom of Russia បានប្រើប្រាស់គ្រាប់បាយដបបានដុតបំផ្លាញប្រព័ន្ធបញ្ជានិងប្រព័ន្ធផ្គត់ផ្គង់ថាមពលនៃក្បាលរថភ្លើងរបស់សិបគ្រឿងដែលបានដឹកជញ្ជូនទំនិញយោធានេះបើយើងទៅតាមសេចក្តីថ្លែងការណ៍អំពី GOR ពីភ្នាក់ងារស៊ើបអង្កេតក្រុម Freedom of Russia នេះគឺជាក្រុមអ្នកប្រឆាំងរុស្ស៊ីការប្រើប្រាស់គ្រាប់បាយដបនេះវាគឺជា
វិធីសាស្ត្រងាយស្រួលក៏ប៉ុន្តែមានប្រសិទ្ធភាពនៅក្នុងការបង្កអសន្តិសុខនៅខាងក្នុងនៃប្រទេសរុស្ស៊ីវាមិនអាចផ្ទៀងផ្ទាត់បានតាមរយៈការអះអាងនេះដោយឯករាជ្យបានទេហើយសេចក្តីថ្លែងការណ៍ក៏មិនបាននិយាយថាតើ GUR នេះមានការពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការនេះដែរឬទេមន្ត្រីរុស្ស៊ីមិនបានផ្ដល់ការអធិប្បាយភ្លាមៗឡើយនេះគឺជាចំណុចសំខាន់នៃព័ត៌មានដែលមិនត្រូវបានបញ្ជាក់ក៏ប៉ុន្តែវាបានបង្ហាញអំពីយុទ្ធសាស្ត្រសង្គ្រាមផ្លូវចិត្តគឺអ៊ុយក្រែនប្រើវាដើម្បីធ្វើឲ្យរុស្ស៊ីមានការភ័យខ្លាចផ្ទៃក្នុងអ៊ុយក្រែនក៏បានព្យាយាមវាយប្រហារទៅលើគោលដៅលើដីរបស់រុស្ស៊ីជាមួយនឹងយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយដែលត្រូវបានបង្កើតឡើងនៅក្នុងស្រុកផងដែរអ៊ុយក្រែនគឺកំពុងតែបង្ហាញថាពួកគេគឺមានសមត្ថភាពផលិតដ្រូនដែលអាចវាយប្រហារដល់ជម្រៅជ្រៅនៃទឹកដីរបស់រុស្ស៊ីដោយមិនពឹងផ្អែកទៅលើការផ្គត់ផ្គង់របស់លោកខាងលិចគេឡើយកងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហារទៅលើទីតាំងអន្តរជាតិចំនួន3នៅក្នុងឧបទ្វីបគ្រីមៀផងដែរដែលកំពុងតែកាន់កាប់ដោយរុស្ស៊ីនិងមូលដ្ឋានស្តុបទប់និងដំឡើងដ្រូនរបស់រុស្ស៊ីនៅក្នុងតំបន់ដែលកាន់កាប់នៃតំបន់ដូណេតភាគខាងកើតនៃប្រទេសអ៊ុយក្រែនការវាយប្រហារទៅលើទីតាំងប្រេងឥន្ធនៈនៅគ្រីមៀវាគឺសំខាន់ណាស់ពីព្រោះថាគ្រីមៀគឺជាច្រកភស្តុភារដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ីនៅភាគខាងត្បូងការវាយបំផ្លាញដ្រូនក៏បានជួយការកាត់បន្ថយការវាយប្រហារតាមអាកាសរបស់ប្រទេសរុស្ស៊ីផងដែរនៅក្នុងតំបន់ Kostroma ភាគឦសាននៃទីក្រុងមូស្គូការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនគឺបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលដែលមិនត្រូវបានគេស្គាល់នេះបើតាមសម្ដីរបស់លោក Sergei Snigov អភិបាលតំបន់បាននិយាយនៅត្រង់ចំណុចនេះគឺបានបញ្ជាក់ថាគោលបំណងរបស់អ៊ុយក្រែនគឺបានលាតសន្ធឹងទៅដល់ជម្រៅនៃទឹកដីរបស់រុស្ស៊ីគឺសូម្បីតែតំបន់ដែលមិនមែនជាជួរមុខក៏ដោយបើយ៉ាងទៅតាមរបាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយដែលមិនទាន់ត្រូវបានគេបញ្ជាក់បាននិយាយថាការវាយប្រហារនេះគឺបានកំណត់គោលដៅរោងចក្រវារីអគ្គិសនីនៅក្នុងតំបន់ Kostroma វាគឺជាផ្នែកដ៏ធំបំផុតនៅក្នុងប្រទេសរុស្ស៊ីប្រសិនបើការអាននេះវាគឺជាការពិតការវាយប្រហារនេះវាមានផលប៉ះពាល់ធ្ងន់ធ្ងរក៏ព្រោះថាវាគឺប៉ះពាល់ទៅដល់ការផ្គត់ផ្គង់អគ្គិសនីទ្រង់ទ្រាយធំរបស់ប្រទេសរុស្ស៊ីក្រសួងការពារជាតិរុស្ស៊ីបាននិយាយការពីថ្ងៃប្រហ័សថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនគឺបានបាញ់ទម្លាក់ដ្រូន75គ្រឿងកាលពីយប់មិញគឺនៅតំបន់ជាច្រើននៃតំបន់គ្រីមៀរុស្ស៊ីគឺតែងតែអះអាងអំពីភាពជោគជ័យនៅក្នុងការបាញ់ទម្លាក់ដ្រូន75គ្រឿងគឺដើម្បីបង្ហាញអំពីប្រសិទ្ធភាពនៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបើទោះបីជាមានការខូចខាតនៅលើដីដែលត្រូវបានបញ្ជាក់ក៏ដោយទន្ទឹមនឹងនេះរុស្ស៊ីក៏បានវាយប្រហារទៅលើទីក្រុង Kamenský នៅក្នុងតំបន់ Dnipropetrovsk ភាគខាងកើតអ៊ុយក្រែនដោយបានប្រើប្រាស់ដ្រូនកាលពីយប់មិញហើយក៏បានសម្លាប់មនុស្សម្នាក់និងធ្វើឲ្យ8នាក់រងរបួសផងដែរនេះគឺជាការសង្សើរភ្លាមៗរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធនិងទីប្រជុំជនអ៊ុយក្រែនការបាត់បង់ជនស៊ីវិលគឺជាផលវិបាកដ៏អាក្រក់នៃសង្គ្រាមហេដ្ឋារចនាសម្ព័ន្ធនេះយោធារុស្ស៊ីក៏បានបន្តការវាយលុករបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់អ៊ុយក្រែនដែលបានបណ្ដាលឲ្យមានការពន្យាពេលនិងការផ្លាស់ប្ដូរផ្លូវនៅក្នុងតំបន់ភាគខាងកើតនិងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនផ្លូវដែកគឺជាប្រព័ន្ធនៃសរសៃឈាមរបស់អ៊ុយក្រែនសម្រាប់ដឹកជញ្ជូនទំនិញយោធានិងមនុស្សការវាយប្រហារផ្លូវដែកគឺមានគោលបំណងរារាំងដល់ការចល័តទ័ពនិងជំនួយទៅកាន់សមរភូមិជួរមុខរុស្ស៊ីបានវាយប្រហារទៅលើអ៊ុយក្រែនដោយយន្តហោះដ្រូនចំនួន135គ្រឿងគឺជាប្រភេទផ្សេងៗគ្នាកាលពីយប់ថ្ងៃប្រហ័សនេះបើតាមការឲ្យដឹងរបស់កងទ័ពអាកាសអ៊ុយក្រែនការប្រើប្រាស់ដ្រូនចំនួន135គ្រឿងវាគឺបានបង្ហាញអំពីបរិមាណដ៏ធំនិងវាគឺជាអាវុធដែលមានតម្លៃថោកដែលរុស្ស៊ីគឺបានប្រើប្រាស់ដើម្បីយកឈ្នះលើប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន